នេះបងប្អូនយើងណាខ្លះនៅចាំខ្សែបំរើសញ្ជាតិបារាំងរូបនេះដែលជាអតីតកីឡាកររបស់ក្រុម Juventus ក៏ដូចជាបិសាចក្រហម Manchester United នោះគឺកីឡាករ Paul Pogba គឺកីឡាករដែលល្អមួយរូបផងដែរនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់តែដោយសារតែភ្លើនមួយគ្រាបើទៅប្រើបាសារធាតុញៀនបើទៅត្រូវបើព្យួរស្បែកជើងបាទនេះឥឡូវយើងមកមើលបាការអាស៊ីក៏ដូចជាបា skill ល្អរបស់ពលផុកបាបាទកាលនៅជូនទូបាទបាល់ឆ្ងាយរបស់គាត់នឹងគឺទាត់ស្អាតខ្លាំងណាស់បាទនេះ skill របស់ផុកបាបាទញាក់មួយចង្កេះល្វន់បាទនៅ Man U នឹងដូចជាធ្លាប់ត្រូវនេះអាវុធកតុយរបស់ Pro Club ផងដែរធ្លាប់ឈ្នះពានរង្វាន់ UEFA Europa League ជាមួយនឹងបិសាចក្រហម Manchester United ទៀតផងបាទសម្រាប់ពលផុកបាហើយក៏ធ្លាប់ជួយឲ្យក្រុមជម្រើសជាតិបារាំងលើកពានរង្វាន់ FIFA World Cup កាលឆ្នាំ2018ទៀតផងបាទនិយាយទៅគឺល្អបាទសម្រាប់ខ្សែបម្រើរូបនេះណាបាទពលផុកបាហើយមករយៈក្រោយបាទក៏ឮថាព័ត៌មានរូបគេអាចនឹងវិលត្រឡប់មកកាន់ទីលាននេះផងដែរតែមិនទាន់ថានឹងចូលរួមជាមួយនឹងក្លឹបណានោះទេបាទណែ skill របស់គាត់បាទជន់បាទទាញមួយទេបាទសម្រាប់ពលផុកបា